សម្រាប់ខ្ញុំការដែលយើងអាសាររំលឹកខ្លួនឯងអំពីគោលដៅរបស់យើងនាពេលអនាគតឬក៏ពេលខ្លះយើងទៅសេវាចេញមកហើយបិទវាទុកនៅកន្លែងណាមួយដែលយើងអាចមើលឃើញវាបានរាល់ថ្ងៃអាហ្នឹងគឺជួយដាស់សតិរបស់យើងបានច្រើនខ្លាំងមែនតើព្រោះសម្រាប់ខ្ញុំគោលដៅនាពេលអនាគតហ្នឹងប្រៀបបានដូចជាខ្លួនយើងនាពេលអនាគតចឹងអញ្ចឹងយើងខ្លួនឯងនាពេលបច្ចុប្បន្នកំពុងតែជជែកជាមួយខ្លួនឯងនាពេលអនាគតហើយហ្នឹងវាធ្វើឲ្យខ្ញុំត្រឡប់មកឆ្លុះបញ្ចាំងពីសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនឯងថាតើអ្វីដែលខ្ញុំកំពុងតែធ្វើហ្នឹងវាជួយនាំឲ្យយើងទៅដល់គោលដៅដែលយើងបានកំណត់ទុកអត់ឬក៏សកម្មភាពប្រចាំថ្ងៃរបស់យើងវាអត់គ្រប់គ្រងអាក្តីសុបិនឬក៏គោលដៅរបស់យើងនាពេលអនាគតណាដល់ពេលអញ្ចឹងគឺជួនកាលយើងកំណត់គោលដៅយើងចង់ប្រឡងបាននិទេស A យើងចង់បានអាហារូបករណ៍យើងចង់ប្រកែទៅលើជំនាញឯកទេសអីណាមួយអញ្ចឹងទៅពេលដែលកំណត់ហ្នឹងគឺយើងសប្បាយចិត្តអូយើងរីករាយយើងចង់សម្រេចគោលដៅនឹងអីចឹងទៅក៏ប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមធ្វើកិច្ចការងារមួយហ្នឹងជួនកាលយើងជួបប្រទះនឹងការលំបាកយើងចាប់ផ្ដើមមានអារម្មណ៍ថាធុញយើងចង់បោះបង់ឬក៏ពេលខ្លះយើងចង់ធ្វើរឿងដែលសប្បាយចង់scroll Facebook ចង់មើល TikTok ចង់ថ្ងៃសៅរ៍អាទិត្យឡើងទៅដើរលេងទៅមើលកូននៃដែរតាអញ្ចឹងធ្វើឲ្យការដែលយើងចង់សម្រេចគោលដៅហ្នឹងវារៀងថយចុះឬក៏មានអារម្មណ៍ថាដូចជាខ្ជិលចង់ធ្វើអីដែលសប្បាយអីចឹងទៅប៉ុន្តែសម្រាប់ខ្ញុំឧទាហរណ៍ថានៅពេលដែលខ្ញុំមានគោលដៅចង់ទៅសេសភៅអញ្ចឹងគឺខ្ញុំទៅសេអាគោលដៅហ្នឹងដាក់នៅលើกระดาษហើយខ្ញុំបិទនៅទូកៅអៅនៅទូទឹកកកឬក៏ទ្វារបន្ទប់អីចឹងទៅដែលខ្ញុំអាចមើលឃើញហើយវាដាស់សតិខ្ញុំថាខ្ញុំមានគោលដៅមួយហ្នឹងដែលត្រូវសម្រេចនៅចុងឆ្នាំហ្នឹងអញ្ចឹងសកម្មភាពរបស់ខ្ញុំប្រចាំថ្ងៃតើវាឆ្លើយតបជាមួយនឹងគោលដៅនឹងដែរអត់ខ្ញុំត្រូវធ្វើអីគេខ្លះឬក៏ខ្ញុំគួរតែកាត់បន្ថយការចំណាយពេលទៅលើរឿងសប្បាយណាខ្លះដើម្បីអាចមានពេលគិតពីគោលដៅឬក៏ធ្វើសភៅរបស់ខ្ញុំឲ្យហើយទៅតាមការកំណត់ឬក៏គោលដៅដែលយើងបានដាក់នឹងអញ្ចឹងខ្ញុំបានអានពីសភៅមកក្បាលដែលអ្នកចិត្តសាស្ត្រគាត់និយាយថាការដែលយើងអាសានិយាយឬក៏អាសំឡេងនៅខាងក្នុងខ្លួនរបស់យើងហ្នឹងវាសំខាន់ណាស់បងប្អូនទាំងគ្នានៅក្នុងការជួយដាស់សតិរបស់ខ្លួនឯងជាពិសេសពេលដែលយើងនិយាយជាមួយខ្លួនឯងហ្នឹងកុំហៅខ្លួនឯងថាខ្ញុំហៅឈ្មោះខ្លួនឯងមកគិលីថ្ងៃហ្នឹងមកយាយសកម្មភាពហ្នឹងធ្វើហ្នឹងវាជួយ support ឬក៏ជួយគ្រប់គ្រងការធ្វើសភៅរបស់យើងអត់ការដែលយើងអង្គុយ scroll TikTok 1ម៉ោង2ម៉ោងហ្នឹងអាហ្នឹងទទួលបានប្រយោជន៍អីគេឬក៏ហៅឈ្មោះខ្លួនឯងថាតើឥឡូវហ្នឹងកំពុងតែមានអារម្មណ៍មិនដែរគោលដៅរបស់យើងហ្នឹងយើងបានធ្វើទៅដល់ណាហើយគិលីឯងនៅខ្វះខាតត្រង់ចំណុចណាទៀតគិលីត្រូវរៀនអីគេបន្ថែមត្រូវទៅស្រាវជ្រាវប្រធានបទអីបន្ថែមដើម្បីជួយគ្រប់គ្រងការទៅសេសភៅថ្មីនៅចុងឆ្នាំខាងមុខហ្នឹងអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាអាសាជជែកជាមួយខ្លួនឯងហើយជជែកហ្នឹងគឺហៅឈ្មោះខ្លួនឯងយើងនឹងមានអារម្មណ៍ថារៀងប្លែកខុសពីពេលដែលយើងនិយាយជាមួយខ្លួនឯងតែយើងអត់ហៅឈ្មោះគឺអានឹងជាចិត្តសាស្ត្រមួយដែលខ្ញុំជឿថាបងប្អូនទាំងនេះអាចសាកល្បងធ្វើហើយវាពិតជាដាស់សតិរបស់យើងមែនព្រោះកំអដែលយើងហៅឈ្មោះរបស់ខ្លួនឯងហើយសួរនាំខ្លួនឯងពីគោលដៅរបស់ខ្លួនឯងអញ្ចឹងអាចយកវិធីហ្នឹងទៅសាកល្បងដើម្បីជួយទាញឬក៏ដាស់សតិយើងឲ្យផ្ដោតមកលើគោលដៅផ្ដោតទៅលើសកម្មភាពប្រចាំថ្ងៃទាំងឡាយណាដែលនាំយើងឆ្ពោះទៅកាន់គោលដៅឬក៏ក្តីសុបិនដែលយើងបានកំណត់ទុកអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងដើម្បីចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាហើយអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងជួបគ្នានៅវីដេអូក្រោយបន្តទៀត